កាលពីថ្ងៃទី12ម្សិលមិញនេះពួកថៃបានបើកការវាយប្រហារមកលើខាងកម្ពុជាដែលធ្វើឲ្យប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជាមួយចំនួនមានរបួសធ្ងន់ស្រាលក៏ដូចជាស្លាប់ផងដែរហើយប្រវត្តិនៃការឈ្លានពាននិងចំនួនរវាងសៀមនិងកម្ពុជាគឺមិនមែនមានតែពេលនេះទេនិយាយរួមទៅគឺមានតាំងពីសម័យអង្គរមកម្លេះហើយវីដេអូថ្ងៃនេះខ្ញុំនឹងលើកយកប្រវត្តិនៃចំនួននិងការឈ្លានពានរបស់សៀមមកលើកម្ពុជាទៅតាមសម័យកាលនីមួយៗហើយនេះគឺជាចំនួនរវាងខ្មែរនិងសៀមនៅក្នុងសម័យអង្គរចាប់តាំងពីមានការចូលមកដល់របស់ជនជាតិសៀមនិងបង្កើតជារដ្ឋសុខោទ័យមកការពង្រីកទឹកដីនៃអាណាចក្រនេះបានក្លាយជាបញ្ហាចំពោះជនជាតិផ្សេងៗដែលរស់នៅក្នុងតំបន់ជិតខាងជាពិសេសជនជាតិខ្មែរនិងប្រទេសខ្មែរដែលធ្លាប់ធ្វើជាម្ចាស់ទឹកដីតាំងពីយូរណាស់មកហើយជនជាតិខ្មែរបានបាត់បង់ទឹកដីអស់ជាច្រើនចាប់តាំងពីសតវត្សទី13មកដែលមានទឹកដីចាប់ពីវាលទំនាបទន្លេមេណាមរហូតដល់ព្រំប្រទល់ខេត្តបាត់ដំបងនិងខេត្តសៀមរាបសព្វថ្ងៃទឹកដីដែលបានបាត់បង់ទាំងស្រុងហើយស្ថិតក្រោមការគ្រប់គ្រងរបស់សៀមរហូតដល់សព្វថ្ងៃនេះមានដូចជាខេត្តនគររាជបុរីរំគោខណ្ឌសុរិន្ទស៊ីស្លាកេតបច្ចឹមបុរីច័ន្ទបុរីត្រាតនិងចម្ប៉ាសាក់ឡាក់ក្រោយពីប្រទេសសៀមបានពង្រឹងអំណាចរបស់ខ្លួននៅរាជធានីអយុធ្យារួចមកនៅឆ្នាំ1351ស្ដេចសៀមរាមាធិបតីបានធ្វើការវាយលុកចូលក្នុងប្រទេសខ្មែររាជធានីអង្គរត្រូវបានសៀមឈ្លានពានធ្វើជារបស់ខ្លួនពីឆ្នាំ1353ដល់ឆ្នាំ1357ចាប់តាំងពីពេលនោះមកទោះបីជារាជាណាចក្រខ្មែរខ្លាំងពូកែអាចបណ្ដេញសៀមឈ្លានពានឲ្យចេញពីនគរយ៉ាងណាក៏ដោយក៏ការឈ្លានពានរបស់សៀមនៅតែកើតមានជាបន្តបន្ទាប់រហូតធ្វើឲ្យព្រះរាជាខ្មែរចាកចោលរាជធានីជាច្រើនលើកជាច្រើនសារដូចជារាជធានីអង្គរទួលបាសានចតុមុខនិងលង្វែក